ស្រីមកណាស់នេះអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំឲ្យបងប្អូនអំពីម៉ាស៊ីនមួយប្រភេទពពួកនេះជាម៉ាស៊ីនចង្ក្រានបាយប៉ុន្តែមិនមែនប្រើបានតែចង្ក្រានបាយទេបងប្អូនសម្រាប់ហាងអនឡាញឬក៏បងប្អូនដែលអត់នៅហាងភាគច្រើនឲ្យបុគ្គលិករៀបចំឲ្យបានអីផ្សេងៗណាឬក៏បងប្អូនចង់ print ជុំគ្នាប្រើទូរស័ព្ទច្រើនប្រភេទទាំង iPhone iPad អីផ្សេងៗ Android អីផ្សេងៗ print ជុំមកម៉ាស៊ីននេះតែមួយក៏បងប្អូនអាចប្រើប្រាស់ឈុតម៉ាស៊ីនជាម៉ាស៊ីនចង្ក្រានបាយនេះបានដែរអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងអញ្ចឹងសម្រាប់ការប្រើប្រាស់គឺងាយៗបងប្អូនដោតតែភ្លើងភ្ជាប់ Wi-Fi ឲ្យវាបន្តមកទៀតបងប្អូនអាចធ្វើការចេញបងបានភ្លាមមិនចាំបាច់ទៅកាន់ម៉ាស៊ីនហ្នឹងទេពីចម្ងាយបានណាទោះបងប្អូននៅហាងជុំគ្នាឬបងប្អូននៅតាមផ្លូវជិះឡានជិះម៉ូតូផ្សេងៗនៅឆ្ងាយតាមខេត្តឲ្យតែមានអ៊ីនធឺណិត print ជុំគ្នាមកម៉ាស៊ីនហ្នឹងបានអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងអញ្ចឹងការកំងឧទាហរណ៍ថាបងប្អូនលក់អីវ៉ាន់អនឡាញអញ្ចឹងទៅគេកំងអីបងរើសអីវ៉ាន់បែបហ្នឹងតែបងប្អូនចុច save នឹងចុងក្រោយចុច print បាទអញ្ចឹងសម្រាប់ការធ្វើប៉ុណ្ណឹងទេពេលដែលបងប្អូន print បែបនេះហើយវានឹងធ្វើការបញ្ជូនការកំងហ្នឹងមកកាន់ម៉ាស៊ីន print នេះតែម្ដងអញ្ចឹងអ្នកនៅហាងអាចធ្វើការមើលទៅលើបងហ្នឹងបាទតើគេកំងអីខ្លះតាមបងហ្នឹងអាចធ្វើការរៀបចំអីវ៉ាន់តាមហ្នឹងហើយបិទទៅលើអីវ៉ាន់តែម្ដងពពួកនេះជាกระดาษ sticker បងប្អូនអាចប្រើกระดาษធម្មតាក៏បានឬក៏ទិញกระดาษ sticker ដើម្បីបោកបិទទៅលើកញ្ចប់អីវ៉ាន់យើងក៏បានដែរបាទអញ្ចឹងយើងងាយស្រួលមែនទែនយើងគ្រាន់តែ print ហើយយកមកបោកបិទបែបនេះហើយរៀបចំអីវ៉ាន់ទៅតាមហ្នឹងគឺជាការស្រេចបាទអញ្ចឹងសម្រាប់ការប្រើប៉ុណ្ណឹងហើយសម្រាប់ការបិទនេះបងប្អូនអាចបិទជាបងបែបហ្នឹងក៏បានបាទ print ជាបងរបៀបបែបនេះបិទតែម្ដងក៏បានឬក៏មួយយ៉ាងទៀតអាចប្រើជា delivery note គេថារៀងខ្លីជាងនេះណាហើយមានតែអ្នកផ្ញើហើយនឹងអ្នកទទួលទេលេខទូរស័ព្ទអ្នកផ្ញើលេខទូរស័ព្ទអ្នកទទួលហើយនឹងទីតាំងអញ្ចឹងក៏បានដូចគ្នាអញ្ចឹងអាស្រ័យតាមបងប្អូនណាបងប្អូនខ្លះគាត់ចង់ប្រើប្រាស់ជាពពួកបងផ្ទាល់តែម្ដង print ពេញទាំងអស់ដើម្បីងាយស្រួលអ្នកដឹកគាត់ដឹងមានអីវ៉ាន់អីខ្លះហាងខ្លះទៀតអត់ទេចង់តែអ្នកផ្ញើអ្នកទទួលអាហ្នឹងក៏យើងមានដូចគ្នាអញ្ចឹងបងប្អូនងាយស្រួលប្រើឈុតម៉ាស៊ីននេះមួយប្រើជាមួយកម្មវិធីយើងមួយគឺអាចដំណើរការបានហើយក្នុងហាងបងប្អូនគ្រប់គ្រងបានពេញមួយហាងហើយមិនមែនបានចេញតែបងទេណាគឺអាចធ្វើការគ្រប់គ្រង stock កត់អ្នកចាពាក់កត់អ្នកត្រូវទទួលលុយ COD ផ្សេងៗក៏បានដូចគ្នាដែរអញ្ចឹងខ្ញុំបង្ហាញបងប្អូននៅលើឈុតម៉ាស៊ីនពពួកមុននេះពពួកទូរស័ព្ទ Android iPhone ណាហើយបងប្អូនប្រើ iPad ការកំងងាយស្រួលដូចគ្នាបងប្អូនចុចយកបានបាទចុច save ហើយចុច print អញ្ចឹងសម្រាប់ការ print វានឹងបញ្ជូនទៅកាន់ម៉ាស៊ីននឹងជុំគ្នាតែម្ដងអញ្ចឹងមិនថាបងប្អូនប្រើម៉ាស៊ីនមួយណាទេការទទួលការកំងការចេញបងផ្សេងៗគឺអាចប្រើប្រាស់បានជុំគ្នាតែម្ដងងាយសម្រាប់ការប្រើប្រាស់ហើយនេះគឺជាបងរបស់វាដែលយើង print បានមុននេះបាទអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ជាម៉ាស៊ីនជុំគ្នាប្រើទូរស័ព្ទតែមួយម៉ាស៊ីនតែមួយបាទឬក៏ត្រូវការប្រើទូរស័ព្ទច្រើនប្រភេទកុំព្យូទ័រផងមានទូរស័ព្ទផងមាន iPad ផងអីហ្នឹងបងប្អូនអាចជ្រើសរើសពពួកឈុតម៉ាស៊ីនមួយនេះបានអញ្ចឹងគឺងាយស្រួលដោតតែភ្លើងចូល Wi-Fi ហើយទុកចោលទៅអ្នកកំងផ្សេងៗនៅក្នុងហាងក៏ដោយនៅពីចម្ងាយតាមផ្លូវឬក៏ទៅតាមខេត្តផ្សេងៗក៏ទទួលការកំងក៏ print បានដូចគ្នាអញ្ចឹងគឺងាយស្រួលសម្រាប់ការប្រើប្រាស់ហើយបងប្អូនដែលចាប់អារម្មណ៍ទៅលើឈុតម៉ាស៊ីនមួយនេះអាចមានចំណងផ្សេងៗអាចតាក់ទងមកក្រុមការងាររបស់យើងខ្ញុំបាន